បានជិះរួចពីសេចក្តីទុក្ខភ័យអន្តរាយសពបែបសពយ៉ាងឲ្យបានសុខប៉ុន្តែព្រះអង្គឲ្យយើងក្រឡេកភ្នែកចោលមើលទៅបរិស័ទអូញោមញាតិបងប្អូនអស់ដែលគ្នាជួបប្រទេសនឹងមហន្តរាយទុក្ខភ័យទាំងអស់ក៏ជាពិសេសដោយអំបញ្ញមិញហ្នឹងលោកបានរៀបរាប់ឲ្យជនដែលរងគ្រោះមានច្រើនប្រភេទណាស់បងវិសដាវអាត្មានេះកំពុងតែឲ្យលោកស្រាវជ្រាវរកគ្រួសារភរិយាឪពុកម្ដាយក៏ដែលកូនជាទាហានជាប៉ូលីសបានធ្វើពលិកម្មបូជាជីវិតហ្នឹងបើសិនណាយកទៅជួយតាមស្រុកនោះឆ្ងាយពីពិបាកឲ្យលោករកបានប្រមាណស្រុកណាប្រមាណស្រុកឲ្យប្រមូលមកនឹងវត្តរាជបូរនេះបងដើម្បីយើងជូនដំណោយក៏ជាអង្គជាមហូបអាហារអីទៅដល់គ្រួសារហ្នឹងហើយកូននឹងប្តីធ្វើពលិកម្មបូជាជីវិតថត់ទៅហើយ